ក៏យ៉ាងមិនយល់របាយការណ៍ខ្ញុំមិនបានពិនិត្យមើលចាបានពិនិត្យតលោកប្រធានបងពងពិបាកចិត្តធ្លាប់តែធ្វើការនៅប្រទេសគេចង់មកធ្វើការនៅប្រទេសយើងវិញតែអត់ដឹងរកការងារធ្វើនៅណាខ្ញុំអត់មានការងារធ្វើដែរហ្នឹងហត់ដល់ហើយការងារនឹងជំនាញល្អចង់រកការងារធ្វើមែនទេចង់ពីពណ៌ការងារនឹង1297ទៅប្រាប់បងបត់ដែរសិនពីពណ៌ការងារនិងផលិតភាពជាតិឆ្នាំ2025ជួបគ្នាថ្ងៃទី1និងទី2ខែវិច្ឆិកានៅអគារពីពណ៌កោះពេជ្រជួបផ្ទាល់ជាមួយក្រុមហ៊ុនធំជាង150ឱកាសការងារជាង30000កន្លែងដាក់ពាក្យភ្លាមសម្ភាសភ្លាមដឹងលទ្ធផលភ្លាមសិក្ខាសាលាស្ដីពីវិថីឆ្ពោះទៅរកផលិតភាពផ្សារភ្ជាប់ជំនាញបច្ចេកវិទ្យានិងឱកាសការងារកុំភ្លេចត្រៀម CV ចូលរួមដោយសេរីនិងដាក់ពាក្យតាមអនឡាញផងដែរគង់តែបាន1297ផ្ដល់ព័ត៌មានអំពីពិព័រណ៍ការងារនិងផលិតភាពជាតិទើបខ្ញុំទទួលបានការងារដូចថ្ងៃនេះខ្ញុំបានទៅចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារនិងផលិតភាពជាតិទើបខ្ញុំទទួលបានការងារថ្មីអញ្ចឹងសូមកុំភ្លេចទៅចូលរួមពិព័រណ៍ការងារនិងផលិតភាពជាតិទាំងអស់គ្នា